ដោះលែងសាមគ្គីដើម្បីឈ្នះខ្ញុំសំណូមពរដល់រដ្ឋាភិបាលសម្ដេចទាំងពីរនឹងទាំងអូទាំងកូននឹងសូមមេត្តាសំណូមពរឲ្យដោះលែងអ្នកជាតិនិយមអ្នកស្នាជាតិនិងអ្នកដែលធ្លាប់ប្រឆាំងជាមួយសម្ដេចដើម្បីជាកម្លាំងជាតិជាកម្លាំងដល់សម្ដេចផងព្រោះគណៈបកប្រឆាំងដូចជាអាដាមគឹមតខាប្រធានគណៈបកសង្គ្រោះសង្គ្រោះជាតិហើយនឹងអាដាមណាទៀតមានច្រើនដូចជារងឈុនលោករងឈុនអាដាមសំរងស៊ីលោកថៃស៊ីថាកញ្ញាសេងធារីសកម្មជនព្រៃឈើធម្មសកម្មជនបរិស្ថានហ្នឹងលោកសុនស្រនសកម្មជន$23ទាំងអស់នឹងអ្នកដទៃទៀតដែលខ្ញុំមិនបានចាំឈ្មោះណាអូតែមានអ្នកដែលប្រឆាំងដើម្បីជាតិសូមសម្ដេចមេដាដោះលែងទៅបើសម្ដេចដោះលែងណាគណៈបកប្រឆាំងដើម្បីឲ្យសម្ដេចធ្វើចុះបើសម្ដេចធ្វើហើយតើប្រឆាំងអីទៀតមានតទៀតប៉ុន្តែអ្វីដែលប្រឆាំងធំដែលចង់ឲ្យសម្ដេចធ្វើគឺបានហើយខ្ញុំឃើញនៅគណៈបកប្រឆាំងម្នាក់ចង់បានណាឲ្យសម្ដេចហ្នឹងប្តឹងចុះឥឡូវសម្ដេចប្តឹងទៅហើយដាក់ចំគោលដៅហើយដូច្នេះប្រឆាំងក៏អន់ខ្សោយយីដែរអញ្ចឹងសូមមេត្តាដោះលែងពួកទាំងអស់ហ្នឹងតែមានបកមានពួកមានក្រុមណាដូច្នេះបើស្រាច់ជាលេងមកអ្នកទាំងអស់គ្នាជួយដល់សម្ដេចច្រើនណាស់តាមពីកម្លាំងកាយចិត្តសទ្ធាជួយផ្សព្វផ្សាយដើម្បីរកសម្លេងឲ្យគេជឿជាក់នឹងបានថវិកាខ្លះរកជំនួយជួយដល់រដ្ឋាភិបាលគឺចំណេញច្រើនណាស់ណាបើសម្ដេចសម្បទានទៅឲ្យអ្នកទាំងអស់គ្នាហ្នឹងណាតែផ្ទុយទៅវិញបើសម្ដេចនៅតែសម្បទានសម្ដេចសម្បទានទៅឲ្យពួកអ្នកដែលជេរសម្ដេចម្រាយសម្ដេចជេរឪពុកសម្ដេចអាខ្វាក់អាខ្វិនហ្នឹងសម្ដេចឃើញដឹងទេជេរនេះជេរណាដូច្នេះសម្ដេចសម្បទានឲ្យគេបានពួកអស់ហ្នឹងពួកលោកពួកសេកអស់ហ្នឹងជេរដើម្បីមកបដូរជាមួយនឹងបនស័កជាមួយនឹងថវិកាសម្ដេចឲ្យបន្តិចបន្តួចហ្នឹងគេសម្ដេចអនុគ្រោះឲ្យចុះតម្រាំដល់អ្នកជាតិនិយមអ្នកស្នេហាជាតិអ្នកដែលគាត់តែផ្ទុយពីសម្ដេចចង់ឲ្យសម្ដេចធ្វើទៅតាមគោលបំណងណាដែលជាតិរីកចម្រើនតែសម្ដេចខ្លាយអីនឹងសម្បទានដូច្នេះខ្ញុំគាត់ពេលនៅសូមឲ្យសម្ដេចសម្បទានឲ្យទៅសាមគ្គីណាដូច្នេះយើងឈ្នះយើងជោគជ័យសាមគ្គីទុកជាតម្រាដោយគោលការណ៍ប្រចាំជីវិតរាល់ថ្ងៃដូចស៊ីម៉ងចងកាយរួមចិត្តចាប់ដៃក្មេងចាស់ប្រុសស្រីរួមគ្នាជាជាតិតែមួយសាមគ្គីកុំភ្លេចអសោះបងប្អូនប្រុសស្រីសាមគ្គីជាកម្មរស្មីបំរើជាតិយើងជាតិខ្មែរថ្កើងកាន់ដល់យើងសាមគ្គីសូមចប់តែប៉ុណ្្នឹងបាទអរគុណ